សូមជម្រាបសួរបងប្អូនទាំងអស់គ្នាបងប្អូនមួយចំនួនប្រកាសជាបានស្គាល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយជាសាកលវិទ្យាល័យសាធារណៈឬយើងហៅថាសាកលវិទ្យាល័យរដ្ឋតែធំជាងគេនៅក្នុងប្រជាជាតិកម្ពុជារបស់យើងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កើតឡើងឆ្នាំ1960នៅក្នុងសម័យរបស់សម្ដេចសីហនុគឺសង្គមរាស្ត្រនិយមហើយក្រោយមកសម័យខ្មែរក្រហមសម័យបល័យពូជសាសន៍ហ្នឹងគឺត្រូវបានបិទទ្វារក្រោយការរំដោះ7មករា79សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចាប់ដំណើរការឡើងវិញនៅឆ្នាំ1981បច្ចុប្បន្ននេះគឺមានការរីកចម្រើនខ្លាំងមែនទែនសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានជាប់ជាគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណវុឌ្ឍិខ្ពស់បងប្អូនបានឃើញទស្សនវិជ្ជាហើយថាទីតាំងធំមែនទែនសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាទមានសាស្ត្រាចារ្យថ្នាក់បណ្ឌិតអនុបណ្ឌិតបុគ្គលិករាប់រយនាក់បាទហើយសិស្សនិស្សិតមិនតិចជាងបាទ20000នាក់ទេដែលចុះឈ្មោះចូលរៀនរៀងរាល់ឆ្នាំបាទហើយថ្ងៃនេះឈប់សម្រាអត់មានឃើញនិស្សិតអីមករៀនសូត្រច្រើនទេណាបងប្អូនបាទមានតែក្មេងនិស្សិតដែលគាត់មកស្រាវជ្រាវសិក្សាធ្វើ assignment អីជុំគ្នាបាទខ្ញុំមែនតើខ្ញុំអត់បានសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេបាទឆ្នាំ98 99បានមកប្រឡងបាទប្រឡងចូលក៏នោះជាប់បាក់ឌុបមកប្រឡងចូលសាកលវិទ្យាល័យហ្នឹងដាក់ពាក្យប្រឡងនៅទីនេះដែរហើយបាទប៉ុន្តែអត់ជាប់ទេធ្លាក់បាទហើយក៏ទៅរៀននៅតាមខេត្តវិញបានមករៀននៅភ្នំពេញបានតែប្រហែលដូចជា2ខែទេបាទរៀនបំពន់នៅសាលាបាទម្ដុំជ័យធាវីសាលានៅខាងបាក់ទូកបាទសោកស្ដាយដែរដែលអត់មានឱកាសបានសិក្សានៅសាកលវិទ្យាល័យរដ្ឋតែធំជាងគេបាទបច្ចុប្បន្ននេះគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានការរីកចម្រើនខ្លាំងបាទហេដ្ឋារចនាសម្ព័ន្ធអគារថ្មីកើតមានឡើងហើយសូម្បីតែច្រកចូលមកហ្នឹងកន្លែងផ្ញើកង់ផ្ញើម៉ូតូផ្ញើរថយន្តហ្នឹងគឺគេប្រើបាទបច្ចេកវិទ្យាបាទទំនើបហើយចុចយកกระดาษផ្ញើហើយបាទលេងដូចមុនមានអ្នកកឹបសបុតអីទៀតហើយបាទហើយនេះកន្លែងលេងកីឡាធំទូលាយបងប្អូននៅតំបន់ម្ដុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាទគឺមានកន្លែងហាត់ប្រាណបាទល្អបាទបែបធម្មជាតិបាទមានពេលពួកគាត់ដើរហាត់ប្រាណនៅក្នុងបរិវេណសាកលវិទ្យាល័យស្រូបយកបរិយាកាសបរិសុទ្ធនេះគឺនៅខាងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ CKCC បងប្អូននៅទល់មុខនោះមានស្រះទឹកមួយបាទមានត្រីមានអីច្រើនហើយឃើញសិស្សនិស្សិតគាត់នៅអង្គុយធ្វើ assignment ច្រើននៅខាងក្រោមបាទនៅក្រោមអគារសិក្សានេះគឺជាចំណែកធំមួយដែលខ្ញុំគិតថាកម្ពុជារបស់យើងបានចាប់ផ្ដើមខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញបាទកសាងធនធានមនុស្សឡើងវិញដូច្នេះហើយថ្ងៃនេះជាថ្ងៃទី18ដែលប្រជាជនកម្ពុជារបស់យើងមករួបរวมគ្នាបង្ហាញអំពីស្មារតីបាទសាមគ្គីភាពបាទខ្មែរស្រឡាញ់ខ្មែរលើកស្ទួយជាតិខ្មែរបាទមានតែការសាមគ្គីទេបាទទើបសត្រូវយើងបាទធ្លាប់ខ្លាចបាទយើងអត់បែកបាក់គ្នាទេយើងពួតដៃគ្នាបាទហើយជាពិសេសគឺបងប្អូននិស្សិតក្មួយនិស្សិតបាទខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញដើម្បីបាទកសាងជាតិរបស់យើងឲ្យខ្លាំងក្លាដោយសម័យមហានគររបស់យើងនេះជាចំណាប់អារម្មណ៍ខ្ញុំខ្លះតែមកដល់ទីតាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាទសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធបាទការគ្រប់គ្រងស្ថាប័នការកសាងសមត្ថភាពបាទការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការស្រាវជ្រាវការរៀនបង្រៀនកម្មវិធីសិក្សាជាដើមហើយសាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន5ទៀតដូចជាមហាវិទ្យាល័យវិទ្យាសាស្ត្រវិស្វកម្មបាទវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ
មហាវិទ្យាល័យអភិវឌ្ឍបាទនិងមហាវិទ្យាល័យអប់រំបាទរួមទាំងវិទ្យាស្ថាន2ទៀតមានវិទ្យាស្ថានភាសាបរទេសនិងវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយបាទនេះជារចនាសម្ព័ន្ធចំណុះឲ្យបាទសាកលវិទ្យាល័យហើយសិស្សនិស្សិតនឹងចូលរៀនប្រមាណជាង 20,000 នាក់រៀងរាល់ឆ្នាំផងដែរបងប្អូនបាទនេះជាទស្សនវិជ្ជានៃសាកលវិទ្យាល័យព្រំពេញបងប្អូនបាទសូមអរគុណ